សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សឹបអារ៉ូបនេះជាវីដេអូទី1របស់យើងដែលនិទានរឿងអារ៉ូបសម្រាប់បងប្អូនស្ដាប់កំសាន្តបើមានចំណុចខុសឆ្គងត្រង់កន្លែងណាបងប្អូនអាចបញ្ចេញមតិខាងក្រៅបានកុំភ្លេចចុច like និងជាវដើម្បីទទួលបានវីដេអូរាល់ថ្ងៃតោះកុំឲ្យខាត់ពេលយូរជួលទៅកាន់សាច់រឿងរបស់យើងនារដូវវស្សាដ៏ត្រជាក់ស្រេបកណ្ដាលចំការកៅស៊ូដាច់ស្រយាលដែលគ្មានសម្បីតែភ្លើងអគ្គិសនីវិបុលនិងសុផាក់កំពុងជាប់កាំងកណ្ដាលផ្លូវដោយសារម៉ូតូខូចចំពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងដូចគេចាស់ទឹកបុលអញថៃជិះទៅមុខទៀតទៅប្រហែលជាមានផ្ទះអ្នកភូមិខ្ទុំនេះមើលទៅរញ៉េរញ៉ៃគួរឲ្យខ្លាចណាស់ទៅមុខមិនរួចបើភ្លៀងខ្លាំងមើលផ្លូវមិនឃើញអញ្ចឹងម៉ូតូក៏ខូចទៀតជ្រោកទីនេះសិនទៅភ្លៀងរលឹមចាំយើងដើររកគេជួយកុំខ្លាចពេកក្មេងវត្តដូចយើងខ្មោចណាហ៊ានឡងពួកគេទាំងពីរបានសម្រេចចិត្តរុញទ្វារខ្ទុំឈើចាស់នោះចូលទៅខាងក្នុងសំឡេងក្តារកំរោលបន្លឺឡើងងត់ងែតរាល់ជំហានដែលពួកគេដើរស្រាប់តែមានក្លិនឆ្អាបម្យ៉ាងភាយចេញមកយ៉ាងខ្លាំងដកដង្ហើមញាប់បុលឯងមានធំក្លិនអីប្លែកទេដូចក្លិនសាក់សពអញ្ចឹងហើយចោះនោះហេតុអីបានជាមានកន្សែងយន់ពណ៌ក្រហមនៅជ្រុងនោះវាដូចជាទើបតែច្រលុកឈាមថ្មីអញ្ចឹងបញ្ចាំងពីលទៅកាត់ជ្រុងផ្ទះប្រហែលជាម្ចាស់គេទុកចោលទេដឹងកុំគិតច្រើនពេកសម្ងំដេកមួយផ្លែកទៅសំឡេងស្ងាត់ជ្រងំមួយសន្ទុះស្រាប់តែឮសំឡេងស្រីម្នាក់ច្រៀងបំពេកូនតិចអាអឹងអាអើយអាអឹងអាអើយអាអឹងអាអើយកូនអើយគេងទៅឮចេញពីក្រោមបាតជើងពួកគេស្រែកសឹបបុលអញឮទេមានគេច្រៀងនៅក្រោមផ្ទះបុលមើលនៅមាត់បង្អួតនោះមានសម្រោមមនុស្សស្រីសក់វែងកំពុងឈរអើតមកមើលយើងបញ្ចាំងពីលទៅកាត់ជ្រុងផ្ទះប្រហែលជាម្ចាស់គេទុកចោលទេដឹងកុំគិតច្រើនពេកសម្ងំដេកមានផ្លែទៅអញឃើញហើយប្រញាប់ចេញពីទីនេះទៅវិបុលស្ទុះទៅទាញទ្វារប៉ុន្តែទ្វារដែលធ្លាប់តែរបើកមុននេះបែរជាជាប់ណែនដូចគេចាក់សពីខាងក្រៅភ្លាមនោះឈាមពណ៌ខ្មៅចាប់ដើមជ្រាបចេញពីចន្លោះក្តារកំរាលអាយជើងអញបុលជួយផងមានដៃខ្មៅស្គុំស្កាំងលូកចេញពីចន្លោះក្តារមកចាប់ជើងអញជាប់ហើយជួយផងលេងមិត្តភក្តិអញភ្លាមអាខ្មោចចង្រៃវិបុលចាក់ទៅលើដៃនោះស្រាប់តែមានសំឡេងស្រែកយ៉ាងលើវើយគួរឲ្យរន្ធត់សុផាលោតតាមបអួតលឿនឡើងពួកគេទាំងពីរនាក់បានលោតទម្លាក់ខ្លួនពីលើខ្ទុំរត់ទាំងទៅដល់ខ្លោកាត់ចំការកៅស៊ូដងងឹតនៅពេលដែលពួកគេងាកខ្លោយទៅមើលគ្រប់គេបានឃើញស្រីម្នាក់សក់វែងដល់ដៃភ្នែកក្រហមឆ្អៅឈរនៅលើដំបូលខ្ទុំរួចស្រែកសាយក្រហឹមតាមពីក្រោយព្រឹកឡើងពួកគេបាននាំអ្នកភូមិមកកន្លែងកើតហេតុទើបដឹងថាខ្ទុំនោះក៏ជាកន្លែងដែលបុរសជាប្តីបានសម្លាប់ប្រពន្ធនិងកូនខ្ចីកាលពី10ឆ្នាំមុនហើយសាកសពត្រូវបានគេញ៉ាត់ចូលកងពាងយកទៅកប់នៅក្រោមផ្ទះនោះឯងចាប់តាំងពីពេលនោះមកអ្នកភូមិតែងតែឮសំឡេងបំពេកូននៅរាល់យប់ដែលមានភ្លៀងថែកសាច់រឿងរបស់យើងថ្ងៃនេះមានតែប៉ុណ្្នឹងសម្រាប់ថ្ងៃនេះអរគុណដល់បងប្អូនដែលបានតាមដានស្ដាប់ពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូថ្ងៃស្អែកសូមអរគុណសូមជម្រាបលា